បាទគ្រូជំរាបសួរដល់បងប្អូននិងមិត្តភក្តិទាំងអស់គ្នាបងប្អូនអាចនឹងឃើញនៅព័ត៌មានថ្មីដោយសារប្រហែលថ្ងៃនេះយើងដឹងហើយប្រទេសកម្ពុជារបស់យើងត្រូវបានឈ្លានពានទៅនឹងបញ្ហាសង្គ្រាមដែលប្រទេសថៃបានធ្វើការឈ្លានពានមកប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងបងប្អូនមួយចំនួនតែងតែនៅតាមដាននៅព័ត៌មានជាតិពីបញ្ហាសង្គ្រាមនេះអញ្ចឹងសម្រាប់គ្រូខ្ញុំផ្ទាល់ក៏បានធ្វើការតាមដានដែរជុំវិញរៀងយប់ជ្រៅដែរទម្រាំតែបានធ្វើការកេងលក់នៅពេលដែលគេហៅទៅលំឡើងគឺទទួលបាននៅព័ត៌មានថ្មីដោយនៅព្រឹកទីភ្លឺថ្ងៃទី13ខែធ្នូឆ្នាំ2025នេះយោធាថៃបានធ្វើការប្រើប្រាស់នៅយន្តហោះចម្បាំង S-16 ចំនួន2គ្រឿងធ្វើការទម្លាក់គ្រាប់បែកមកលើស្ពានជ័យជំនះដែលយើងហៅថាស្ពានមេទឹកនៅភូមិសាស្ត្រថ្មដាស្រុកវាវែងខេត្តពោធិ៍សាត់បាទអញ្ចឹងថ្ងៃនេះសូមផលិតជាវីដេអូបន្តិចដែរដោយសារខ្ញុំនឹងធ្វើការប្រើប្រាស់នៅ Channel YouTube របស់ខ្ញុំនេះដែលមានប្រជាជនថៃក៏ធ្លាប់តាមដាននៅវីដេអូរបស់ខ្ញុំដែរអញ្ចឹងសូមប្រើប្រាស់នៅពាក្យពេចន៍ដែលមិនសមរម្យនៅក្នុងវីដេអូថ្ងៃនេះប្រទេសថៃកំពុងតែធ្វើការឈ្លានពានក៏ដូចជាប្រើប្រាស់នៅអាវុធធ្ងន់មកលើប្រទេសកម្ពុជារបស់យើងមកបានធ្វើការបំផ្លិចបំផ្លាញនៅហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសកម្ពុជារបស់យើងហើយក៏បានធ្វើការបាញ់នៅចូលទៅផ្ទះរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជារបស់យើងនៅតាមបណ្ដាព្រំដែនដែរបាទអញ្ចឹងយើងដឹងហើយប្រទេសថៃគឺជាប្រទេសមួយដែលវាតែងតែរំលោភបំពាននៅទឹកដីនៃប្រទេសជាតិកម្ពុជារបស់យើងបាទអញ្ចឹងក្នុងនាមខ្ញុំជាប្រជាពលរដ្ឋក៏ដូចជាប្រជាជននៅក្នុងប្រទេសកម្ពុជាយើងសូមធ្វើការថ្កោលទោសចំពោះយោធាថៃក៏ដូចជាប្រទេសថៃដែលយើងហៅថាអាស៊ានតម្រៃហ្នឹងសូមធ្វើការថ្កោលទោសយ៉ាងខ្លាំងដោយពុំបានគិតគូរពីបញ្ហាសុខសុវត្ថិភាពបានធ្វើការរំលោភបំពានពីម្ដងទៅម្ដងមកលើប្រទេសកម្ពុជារបស់យើងបាទអញ្ចឹងអ្វីដែលខ្ញុំលើកឡើងមកនេះគឺចង់ឲ្យបងប្អូនក៏ដូចជាមិត្តភក្តិទាំងគ្នាជួយចូលរួមក៏ដូចជាធ្វើការចែករំលែកនៅវីដេអូដែលប្រទេសសៀមបានធ្វើការបំផ្លិចបំផ្លាញនៅទ្រព្យសម្បត្តិរបស់ប្រទេសកម្ពុជារបស់យើងក៏ដូចជាធ្វើបាបនៅប្រជាជនស្លូតត្រង់របស់ប្រជាជនកម្ពុជារបស់យើងហើយអ្វីដែលយើងអាចជួយបានបងប្អូនអាចធ្វើទៅតាមលទ្ធភាពបងប្អូនខ្លះគាត់មានកម្លាំងអាចរៀបចំសម្ភារៈឬក៏ជាចំនួនផ្សេងៗដែលបងប្អូនអូនយើងដែលគាត់បានធ្វើជាសិទ្ធិបរិសុទ្ធធម៌អ្នកខ្លះគាត់អាចធ្វើជាចូលជាថវិកាក៏ដូចជាស្បៀងអាហារដើម្បីឲ្យជួយទៅដល់ជនពិសេសនៅតាមបណ្ដាព្រំដែនផងដែរបាទអញ្ចឹងខ្ញុំអត់មានអីទេថ្ងៃនេះគឺខ្ញុំសូមឲ្យបងប្អូនដូចជាមិត្តភក្តិទាំងអស់គ្នាជួយធ្វើការចែករំលែកទាំងអស់គ្នាអរគុណដល់បងប្អូនក៏ដូចជាមិត្តភក្តិទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយជម្រាបលាបាយបាយ